សាលាឧទ្ធរភ្នំពេញនៅថ្ងៃទី30 ខែមេសាឆ្នាំ2021បានប្រកាសសាលដីកាដំកល់ទោសលោកកឹមសុខាអតីតមេដឹកនាំគណៈបកប្រឆាំងឲ្យជាប់ពន្ធនាគារ27ឆ្នាំដដែលពីបទសន្តិភាពជាមួយបរទេសឬគប់គិតជាមួយបរទេសដើម្បីផ្ដួលរដ្ឋាភិបាលស្មើនឹងក្បត់ជាតិលើពីនេះទោលការបានថែមបំរាមមិនឲ្យលោកកឹមសុខាចាក់ចេញពីប្រទេសកម្ពុជារយៈពេល5ឆ្នាំជាការសម្រេចដែលបណ្ដាលអង្គទូតសម្ដែងការខកចិត្តលោកកឹមសុខាបានបង្ហាញខ្លួននៅសាលាឧទ្ធរប៉ុន្តែលោកមិនមានឱកាសផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានឡើយលោកត្រូវបានគេនាំចូលរថយន្តភ្លាមៗក្រោយស្ដាប់សារដីការួចលោកផេងហេងសហមេធាវីការក្តីរបស់លោកកឹមសុខាបានសម្ដែងការសោកស្ដាយចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរដោយលោកលើកឡើងថាគ្មានភស្តុតាងគ្រប់គ្រាន់នៅក្នុងការជាប់ប្រកាន់លោកបញ្ជាក់ថាក្រុមមេធាវីនឹងពិភាក្សាជាមួយកូនក្តីមុនសម្រេចថាតើត្រូវបន្តបណ្ដឹងសាកទុកទៅទល់ការកំពូលឬយ៉ាងណាសូមបញ្ជាក់ថាលោកកឹមសុខាអាយុ72ឆ្នាំដែលជាស្ថាបនិកគណៈបក្សសង្គ្រោះជាតិដែលត្រូវបានដំណើរចោលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ27ឆ្នាំកាលពីឆ្នាំ2023ដោយតម្រូវឲ្យជាប់ឃុំក្នុងផ្ទះនៅរាជធានីភ្នំពេញលោកត្រូវបានជាប់ប្រកាន់ថាបានគប់គិតជាមួយសហរដ្ឋអាមេរិកដើម្បីផ្ដួលរំលំរដ្ឋាភិបាលសាលាដំបងក៏បានដកហូតសិទ្ធិនយោបាយរបស់លោកកឹមសុខានិងហាមលោកមិនឲ្យជួបជាមួយនឹងជនបរទេសឬក៏មនុស្សក្រៅរង្វង់គ្រួសារលោកកឹមសុខាបានបដិសេធការជាប់ប្រកាន់និងបានបណ្ដឹងឧទ្ធរជំទាស់សេចក្តីសម្រេចរបស់សាលាឧទ្ធរពេលនេះបង្កឲ្យមានប្រតិកម្មភ្លាមៗពីតំណាងអង្គទូតបរទេសទូតអូស្ត្រាលីលើកឡើងថាលទ្ធផលនេះធ្វើឲ្យកាន់តែព្រួយបារម្ភចំពោះការប្រើយន្តការច្បាប់រដ្ឋបាលប្រឆាំងទូតអង់គ្លេសថាចង់ឃើញលោកកឹមសុខាត្រូវបានដោះលែងនិងស្ដារសេរីភាពនយោបាយឡើងវិញទូតអាល្លឺម៉ង់សង្កត់លើសារៈសំខាន់នៃនីតិវិធីត្រឹមត្រូវឯករាជ្យភាពទល់ការនិងសេរីភាពមូលដ្ឋានទូតកាណាដាថាការគោរពទូនីតិគណៈបកប្រឆាំងសង្គមស៊ីវិលនិងសារព័ត៌មានសេរីគឺចាំបាច់ចំពោះអភិបាលកិច្ចប្រជាធិបតេយ្យចំណែកសហភាពអឺរ៉ុបរំលឹកថានយោបាយពហុបកនិងលំហសេរីភាពស៊ីវិលគឺជាគ្រឹះសំខាន់នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជាខាងសង្គមស៊ីវិលកម្ពុជាវិញលោកអមសំអាតនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការលីកាដូបានលើកឡើងថាក្រៅពីផ្លូវទល់ការអ្នកនយោបាយនៅមានជំរើសមួយទៀតគឺការចរចាលោកចង់ឃើញអ្នកនយោបាយខ្មែរគ្រប់រូបបន្តវប្បធម៌សន្តិនិកដើម្បីស្វែងរកដំណោះស្រាយរួមនៅក្នុងស្មារតីសាមគ្គីនិងឯកភាពជាតិដោយតម្កល់ប្រយោជន៍ជាតិជាធំ